នេះគឺជា BMW F150 GS Series ឆ្នាំ2026ជាកូនពៅក្នុងតកូល Off-road Adventure របស់ក្រុមហ៊ុន BMW ដែលនឹងមកស្រង់តំណែង BMW G310 GS តើកូនពៅជាមកថ្មីនេះមានអ្វីថ្មីខ្លះតាមដានទាំងអស់គ្នា BMW F150 GS ឆ្នាំ2026នេះត្រូវបានក្រុមហ៊ុន design ឡើងយកគំរូតាមបងធំរបស់វា BMW O1300 GS ដោយផ្នែកខាងមុខបំពាក់ភ្លើងផ្លូវជាប្រភេទ LED គុជចំនួន2គ្រាប់ Low and High beam សងខាងដោយភ្លើង Daytime running light ចំនួន4ដែលរួមបញ្ចូលគ្នាមានទម្រង់ GSOX ពិតជាស្រស់ស្អាតមែនទែននៅខាងលើភ្លើងផ្លូវនេះគឺជាកម្លាំងខ្យល់វាជួយបាំងខ្យល់បានពីផ្នែកក្នុងពេលបើកបរនៅក្បែរកម្លាំងខ្យល់នេះផងដែរគឺជាកុងទ័រថ្មីដែលមានទំហំ 6.5 អ៊ីនជាប្រភេទ TFT display សម្រាប់បង្ហាញព័ត៌មានទាក់ទងនឹងម៉ូតូរួមមានកម្រិតសាំងល្បឿនជាដើមក្រៅពីនេះវាក៏អាចបើកមុខងារផែនទីភ្ជាប់ជាមួយនឹងទូរស័ព្ទដៃបានផងដែរដែលអនុញ្ញាតឲ្យអ្នកបើកបរស្ដាប់តន្ត្រីខលក្នុងពេលបើកបរបានតែម្ដងពិតជាទំនើបមែនទែននៅក្បែរកុងទ័រថ្មីនេះគឺជា handlebar ដែលមានទម្រង់ទ្រវែងនៅសងខាងជាប្រអប់បញ្ជាផ្សេងៗដែលនៅខាងឆ្វេងមានប៊ូតុងជ្រើសរើសប៊ូតុងកំដៅដៃនិងប៊ូតុង fast code ជាដើមចំណែកនៅផ្នែកខាងស្ដាំវិញមានប៊ូតុង start stop និងប៊ូតុង driving mode រីឯចលនាបើកបរនិង handlebar គឺជាធុងសាំងដែលមានចំណុច14លីត្រដែលអាចគ្រប់ធុងសាំងក្នុងការធ្វើដំណើររបស់អ្នកទាំងអស់គ្នាបានកាន់តែឆ្ងាយបន្ទាប់ពីធុងសាំងនេះគឺជាកែបដែលត្រូវបានរចនាឡើងមាន3ជម្រើសRally-Seat មានកម្ពស់កែប865 មីលីម៉ែត្រ Basic មានកម្ពស់កែប845 មីលីម៉ែត្រនិង Low-Seat មានកម្ពស់កែប830 មីលីម៉ែត្រចំណែកភ្លើងម៉ូទ័រក្រោយត្រូវបានរចនាស្តៀងទៅនឹង BMW G310 GS ក្រៅពីការ design ម៉ាស៊ីនជាផ្នែកដ៏សំខាន់មួយដែលក្រុមហ៊ុនបានធ្វើការupdateថ្មីទាំងស្រុងដោយ BMW F150 GS នេះត្រូវបានបំពាក់ម៉ាស៊ីនកម្លាំង 450cc ជាប្រភេទ DOHC ដំណើរការឆ្វេង4វគ្គបញ្ចុះកម្ដៅដោយទឹកស្អំមានសុភាពចំនួន8ភ្ជាប់ឲ្យប្រអប់លេខ6វគ្គជំនួយការសាងនិងបញ្ចូលលេខដោយបច្ចេកវិទ្យា ECY Clutch វាធ្វើការរួមជាមួយនឹង Safe Assistant Pro ទៀតនោះធ្វើឲ្យការសាងនិងបញ្ចូលលេខកាន់តែ smooth ល្អជាពិសេសការប្រើប្រាស់នៅក្នុងទីក្រុងព្រោះបច្ចេកវិទ្យានេះវាស្តៀងទៅនឹងលេខអូតូដែរម៉ាស៊ីនថ្មីនេះរ៉ាប់រងការបាញ់សាំងចូលក្នុងបន្ទប់ចំណែកដោយបិទសាំងធ្វើការជាមួយនឹង gear ភ្លើង Ride by Wire ទៀតនោះធ្វើឲ្យម៉ាស៊ីនថ្មីនេះស្ទុះតាមដៃតែម្ដងហើយជាលទ្ធផលវាអាចផលិតកម្លាំងបាន48សេសក្នុងកម្រិតជុំម៉ាស៊ីន8750 RPM និងកម្រិតរំហួត43 Nm ក្នុងកម្រិតជុំម៉ាស៊ីន6750 RPM និងអាចបើកបរបានលឿនបំផុតក្នុងកម្រិត165 km ក្នុង1ម៉ោងចំណែកឯកម្រិតស៊ីសាំងវិញត្រឹមតែ 3.8 លីត្រប៉ុណ្ណោះក្នុង100 km រៀងហូបតិចគួរសមដល់ប្រៀបធៀបជាមួយនឹងគូប្រជែងរបស់វា CS Moto Guzzi បូមជាគ្រឿងបង្គោលមួយដ៏សំខាន់ដែលផ្ដល់ផាសុកភាពដល់អ្នកបើកបរដោយ BMW F150 GS ជាប្រភេទ Off-road Adventure ក្រុមហ៊ុន BMW បានបំពាក់បូមមុខជាប្រភេទ Long Travel Upside Down Fork 43 មីលីម៉ែត្ររបស់ក្រុមហ៊ុន KYB និងបូមក្រោយជាប្រភេទ KYB WAD Link Suspension Preload Adjustable គឺជាប្រភេទបូមដែលប្រើប្រាស់នៅក្នុងការប្រណាំង Rally បើនិយាយពីបូមយើងមិនភ្លេចទេប្រព័ន្ធកង់ដោយវាត្រូវបានបំពាក់កង់មុខដែលមានសម្បកទំហំ 100/90 ដល់ 19 និងកង់ក្រោយមានទំហំសម្បក 130/80 ដល់ 17 ទាំងកង់មុខនិងក្រោយគឺជាប្រភេទសម្បកគ្មានពោះវៀនហ្វ្រាំងគឺជាគ្រឿងបង្គុំដែលសំខាន់មួយទៀតក្នុងការបញ្ឈប់ម៉ូតូដោយកូនកាត់អាឡម៉ង់នេះត្រូវបានពាក់ហ្វ្រាំងដេសមួយនៅកង់ខាងមុខមានទំហំ 310 មីលីម៉ែត្រភ្ជាប់ជាមួយនឹង Brembo brake caliper មានប៊ីស្តុងចំនួន4គ្រាប់និងកង់ក្រោយបំពាក់ហ្វ្រាំងដេសមានទំហំ 240 មីលីម៉ែត្រភ្ជាប់ជាមួយនឹង brake caliper ដែលមានប៊ីស្តុងចំនួន1លើពីនេះទៅទៀតហ្វ្រាំងដេសទាំងពីរនេះភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើបរួមមាន BMW Motorrad ABS Pro ដែលជាបច្ចេកវិទ្យាមួយធ្វើការលើសពី ABS ធម្មតាវាជួយក្នុងការចាប់ហ្វ្រាំងនៅក្នុងពេលជិះតាមផ្លូវកោងមិនឲ្យបោកលួររួមជាមួយនឹងបច្ចេកវិទ្យា Dynamic Brake Control DBC ដែលជាបច្ចេកវិទ្យាមួយបន្ថែមជាមួយក្នុងការចាប់ហ្វ្រាំងបង្ខំដោយមិនបានគ្រឿងទុកជាមុនគូក្បាលរបស់ម៉ូតូគណនាកម្រិត gear និងសម្ពាធហ្វ្រាំងធ្វើឲ្យការចាប់ហ្វ្រាំងជោគបានលឿននិងសុវត្ថិភាពជាងប្រព័ន្ធហ្វ្រាំងធម្មតាក្រៅពីការរៀបរាប់ខាងលើនេះក្រុមហ៊ុន BMW បានបំពាក់បច្ចេកវិទ្យាជំនួយក្នុងការបើកបរដែលក្នុងនោះរួមមាន Rain Road Enduro និង Enduro Pro សរុបមក BMW F150 GS ឆ្នាំ2026នេះពិតជាមានការ design ទាក់ទាញចិត្តខ្ញុំមែនទែនរួមជាមួយនឹងការបំពាក់ម៉ាស៊ីនថ្មីបច្ចេកវិទ្យាទំនើបទៀតនោះវាពិតជាជម្រើសមួយក្នុងការសម្រេចចិត្តទិញនៅម៉ូតូបែប Off-road Adventure កម្លាំងទៀតមួយនេះតើបងប្អូនទាំងគ្នាយល់យ៉ាងណាដែរអំពី BMW F150 GS ឆ្នាំ2026នេះសូមធ្វើការបញ្ចេញយោបល់របស់បងប្អូនក្នុង comment ខាងក្រោមខ្ញុំបាទ Mr. Moto សូមអរគុណនិងសូមជម្រាបលាបាយបាយ